ក្រោយពីរដ្ឋាភិបាលបានសម្រេចលុបចោលឡូនេសាទឯកជនទាំង35នៅជុំវិញបឹងទន្លេសាបកាលពីពេលកន្លងទៅថ្មីនេះប្រជាសហគមន៍នេសាទនៅក្នុងឃុំកោះជីវាំងនៃស្រុកឯកភ្នំខេត្តបាត់ដំបងនេះបានសម្ដែងការអបអរសាទរចំពោះចំណាត់ការនេះប៉ុន្តែពួកគេខ្លះនិយាយថាបទល្មើសនេសាទនៅលើបឹងដ៏ធំមួយនេះហាក់មានសន្ទុះកើនឡើងលើសដើមមូលហេតុគឺដោយសារពួកគេអះអាងថាអាជ្ញាធរពាក់ព័ន្ធបានបើកដៃឲ្យជនល្មើសប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ជាថ្នូរនឹងការទទួលបានប្រាក់សំណូកពីជនល្មើសទាំងនោះលោកម៉ៅពេញគឺជាអ្នកនេសាទម្នាក់នៅក្នុងភូមិព្រែកទាល់នៅឃុំកោះជីវាំងនេះមួយយកលុយទៅណោះថ្មិចកផ្ទៃចេញទៅយើងទៅរស់ទៅអានឹងវា50%ម្នាក់ណានឹងអ្នកកាន់ច្បាប់ឯកភាពជាមួយអ្នកបន់ល្មើសវាត្រូវ50%ម្នាក់នឹងរដ្ឋាភិបាលប្រកាសអត់ខុសទេអានឹងណាឲ្យលុយនោះវាត្រូវ50%អាអ្នកដែលឲ្យគេប្រព្រឹត្តនឹងក៏50%រាល់ថ្ងៃនៅក្នុងភូមិខ្ញុំអញ្ចឹងលោកម៉ៅពេញក៏ជាប្រធានសហគមន៍នេសាទម្នាក់នៅទីនេះដែរលោកប្រាប់ឲ្យដឹងថាដោយសារតែមានការស៊ីសំណុកសោកប៉ាន់រវាងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ប្រភេទនិងជនល្មើសនេះហើយទើបបទល្មើសនេសាទនៅតំបន់នេះមិនអាចគ្រប់គ្រងបានធ្វើមិនចេញទេប៉ះពេលណាដែលយើងចាំបាច់មានបទល្មើសយើងត្រូវការហៅសមត្ថកិច្ចចូលរួមបង្ក្រាបគេរវល់អានឹងគឺខ្ញុំនិយាយពិតហើយក៏ខ្ញុំបានរួចនេសាទទៀតដែរអាណាស្អប់ខ្ញុំប៉ុណ្ណាស្អប់ទៅគេរវល់មិនបានទៅធ្វើទេទៅហៅតែធ្វើបាន2-3កន្លែងអីចឹងនៅសល់ទៀតអញ្ចឹងទៅថាម៉េចប៉ុណ្ណេះមិនធ្វើថារវល់ចាំថ្ងៃណាបានធ្វើរហូតដល់រវល់រហូតដល់គោកដីទៅក៏មានអានឹងចាត់ទុកទៅវាត្រូវរើគ្នាអាអ្នកមិនត្រូវរើគ្នាអ្នកនឹងកាប់ឲ្យបន្តិចចោលបោចឲ្យចោលកន្លងមកអញ្ចឹងឃុំកោះជីវាំងនេះគ្របដណ្ដប់លើភូមិអណ្ដែតទឹកចំនួន5ដែលមានប្រជាជនជាង 2000 គ្រួសារឬស្មើនឹងចំនួនមនុស្សជាង 10000 នាក់កំពុងរស់នៅជាង 80% នៃប្រជាជននៅទីនេះពឹងអាស្រ័យលើរបរនេសាទសម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃលោកប៊ុនពេងគឺជាមេឃុំកោះជីវាំងនេះលោកទទួលស្គាល់ថាអំពើស៊ីសំណុកសោកប៉ាន់របស់មន្ត្រីមានសមត្ថកិច្ចនិងជនល្មើសនេសាទពិតជាកំពុងកើតមាននៅទីនេះមែនលោកប៊ុនពេងអះអាងថាបញ្ហាដែលកំពុងកើតឡើងនេះគឺបណ្ដាលមកពីកង្វះរចនាសម្ព័ន្ធការងារនិងច្បាប់សម្រាប់អនុវត្តថាបានពាក្យគាត់នៅថាគេថាជួនខិលខូចឬក៏ជាមន្ត្រីខិលខូចហ្នឹងវានៅមានបាននៅក្នុងភូមិរបស់ខ្ញុំនេះតែនៅក្នុងរយៈពេលក្រោយពីនេះទទួលនៅឆ្នាំ2013នេះគឺដាច់ខាតខ្ញុំត្រូវតែលុបបំបត្តិអានឹងឲ្យបានហើយប៉ុន្តែមន្ត្រីរដ្ឋបាលជលផលដែលទទួលបន្ទុកបង្ក្រាបបទល្មើសនេសាទនេះបានបដិសេធការចោទប្រកាន់អំពីការស៊ីសំណូកពីជនប្រព្រឹត្តបទល្មើសនេសាទលោកយុទ្ធតាន់គឺជានាយរងសង្កាត់រដ្ឋបាលជលផលនៅតំបន់ព្រែកទាល់នេះបញ្ហានោះដូចជាសមត្ថកិច្ចជំនាញដូចជាជលផលដូចមិនមានការទៅចូលទៅឯងឃុំខិតអីជាមួយនឹងជនល្មើសដូចគ្មានទេជំនាញអត់មានទេតែទោះជាយ៉ាងនេះក្តីនៅក្នុងការធ្វើដំណើរយកព័ត៌មានមួយតាមបណ្ដោយបឹងទន្លេសាបនេះ VOA ខ្មែរបានជួបប្រទះដោយផ្ទាល់នៅការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ដែលរដ្ឋបានហាមឃាត់ជាពិសេសនៅក្នុងរដូវបិទនេសាទនេះតែម្ដងបងចូលជាគាត់តិចចូលសួរគាត់តិចបាទពេលនេះខ្ញុំកំពុងនៅលើបឹងទន្លេសាបហើយយើងបានជួបជាក់ស្ដែងនៅបទល្មើសនេសាទមួយដែលប្រព្រឹត្តដោយជនជាតិViệt Nam tôi cũng biết tiếng miền gành không ổng hỏi có biết đường nào nói nè đây nơi mà ngay vậy ổn nè chết mai ấy ជនល្មើសទាំងនេះភាគច្រើនមិនចេះនិយាយភាសាខ្មែរទេពួកគេបានចោទប្រកាន់មន្ត្រីជលផលមូលដ្ឋានថាបានទទួលប្រាក់សំណូកពីពួកគេជាថ្នូរនឹងការអនុញ្ញាតឲ្យពួកគេមកនេសាទខុសច្បាប់ដោយប្រើប្រាស់អួនស្បៃល្អិតដែលមានប្រវែងរាប់រយម៉ែត្រនេះគេហៅថៃអីហ្នឹងបងជនល្មើសម្នាក់ដែលអាចនិយាយភាសាខ្មែរបានអះអាងថាជាទូទៅពួកគេត្រូវផ្ដល់ប្រាក់សំណូកប្រមាណ 20,000 រៀលទៅឲ្យមន្ត្រីរដ្ឋបាលជលផលភូមិក្បាលតោលឈ្មោះលីដើម្បីបើកផ្លូវឲ្យពួកគេអាចប្រព្រឹត្តបទល្មើសនេសាទនេះបានប៉ុន្តែលោកម៉ៅពេញលីនាយសង្កាត់រដ្ឋបាលជលផលក្បាលតោលក្នុងខេត្តបាត់ដំបងដែលបានចុះមកធ្វើអន្តរាគមន៍ចំពោះបទល្មើសនេសាទនេះ
បានបដិសេធការជាប់ពាក់ព័ន្ធណាមួយដោយការចោទប្រកាន់នោះខ្ញុំមិនអាចទទួលយកបានទេចំណុចនេះព្រោះថាជនល្មើសនេះខ្ញុំអត់ដែលស្គាល់ទី1បាទហើយខ្ញុំក៏មិនដែលមានការពាក់ព័ន្ធជាមួយនឹងជនល្មើសដែរទោះជាយ៉ាងណាក៏ដោយប្រជាសហគមន៍នេសាទនៅលើបឹងទន្លេសាបនេះទទូចឲ្យមានការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងទៅលើទាំងអ្នកផ្ដាល់ទាំងអ្នកទទួលសំណូកដើម្បីលុបបំបាត់បទល្មើសនេសាទនៅតំបន់នេះលោកឡុងសូចែតគឺជាប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជាបើយើងគិតថាបើការប្រព្រឹត្តនឹងទាំងអ្នកផ្ដាល់ឲ្យទាំងអ្នកយកសុំកលុំនឹងមិនបានទទួលទោសនោះទេអញ្ចឹងអ្នកដទៃទៀតក៏គេនឹងអនុវត្តនឹងគេធ្វើតាមនឹងផងដែរបាទប្រជាសហគមន៍នៅទីនេះព្រមានថាប្រសិនបើបទល្មើសនៅតែបន្តកើតមានដោយពេលបច្ចុប្បន្ននោះផលនេសាទនៅលើបឹងទន្លេសាបនេះនឹងបាត់បង់ជាមិនខានរាយការណ៍ពីខេត្តបាត់ដំបងខ្ញុំសាយមនី VOA